តែគឺថ្ងៃនេះយើងនឹងមើលរបៀបនៃការដោះស្រាយសមីការ differential យើងមួយទៀតសមីការ differential នេះគឺយើងសិក្សាទៅលើសមីការ differential ដែលមានរាង dy លើ dx ស្មើនឹង f អងនៃ x y ព្រោះ f អងគឺជាអនុគមពាក្យថេ f ដើមក៏ជាអនុគមពាក្យថេដែរដោយសារ f ដើមគឺស្មើនឹង f ដើមនៃ x y ព្រោះថា f ដើមក៏ជាអនុគមពាក្យថេដែរនេះអនុគមពាក្យថេនេះក៏ជាអនុគមពាក្យថេព្រោះថាអនុគមពាក្យថេលើអនុគមពាក្យថេព្រោះបែបហ្នឹងណាដើម្បីដោះស្រាយវាទី1គឺជំហានមាន4ជំហានដើម្បីដោះស្រាយវាផ្លូវយើងត្រូវដើរមាន4ទី1នេះគឺy ស្មើនឹង vx បើយើងត្រូវទៅយក y ស្មើនឹង vx យើងនាំឲ្យ dy នេះ dy លើ dx វាស្មើនឹងគេយើងមិនអាចយើងយកកន្លែងណា y ជួសដោយ vx បាននេះ f អងនៃ x vx y យើងខ្លាយទៅជា vx ដោយសារយើងយកអា y ហ្នឹងជួសមកក្រៅ y យើងយកស្មើនឹង vx យើងយកអា vx ជួសមកកន្លែង y ហ្នឹងគេ f ដើក៏អញ្ចឹងដែរ f ដើគឺយើងបាន f ដើនៃ v vx វិញ y ជួសទៅជា vx យើងតាំងដោយ n n v មិនថាអានគុំ v វាជួសមកយើងអាចសម្រួល x ចោលអស់ហើយឃើញតែអានគុំនេះណាឃើញតែ v យើងអត់មានឃើញ x ឃើញ y អីដោយសារយើងសម្រួលវាចោលអស់ទី2មិនថាផ្លូវដើរទី2នេះគឺយើងយក nv នេះតែយើងរកឃើញជួសអញយកដាក់មុខមកដាក់វាសញ្ញាស្មើមកយើងដាក់ x v dv លើ dx បូកជាមួយ v នេះគឺជារូបមន្តវាដើម្បីញ៉ាអធេយើងត្រូវតែដើរវានៅក្នុងផ្លូវហ្នឹងដើម្បីដោះស្រាយវាតបពីប៉ុណ្ណឹងយើងញែកយើងឃើញថាយើងឃើញអានគុំ v អង្គទី1គឺជាអានគុំ v អង្គទី2គឺជាអានគុំ x ឬក៏អង្គទី1ជាអានគុំ x អង្គទី2អានគុំ v នេះស៊ីសងលើយើងញែកខ្លួនឯងណាពីចង់ញែកមិនក៏បានមានថាអានគុំ v តបម្ដុំអានគុំ x នេះគឺតបម្ដុំពេលឃើញបែបនេះហើយយើងពាក្យអង្គទីក្រោមសងខាងទៅជាអនិយអង្គទីក្រោមឃើញចម្លើយនៃសមីការ differential ដែលមានរាងបែបនេះព្រោះសមីការ differential ដើម្បីដោះស្រាយវាគឺត្រូវដឹងរាងវាបើយើងមិនដឹងរាងវារាងអីគេក៏យើងមិនដឹងថាដោះតាមណាទេដំបូងនៃការដោះស្រាយសមីការ differential គឺយើងញែកអធេបើយើងញែកមិនទៅទេមានតែយើងត្រូវដឹងរាងវាពីសាសញែកអធេមួយពីរនេះnó សតទៅវិធីសាស្ត្រញែកអធេដើម្បីញែកអធេបានអញ្ចឹងណាហើយគឺយើងទៅមើលលំហាត់អនុវត្តមួយពេលខ្លះយើងមើលទ្រឹស្ដីបត់ចឹងបាក់យល់ក៏យើងមើលហាត់អនុវត្តដើម្បីឲ្យវាកាន់តែស៊ីជម្រៅអញ្ចឹងណាហាត់យើងគឺគេឲ្យយើងដោះស្រាយសមីការ differential ដែលមានរាងនេះដូចមិញរាងវាឃើញទេ d លើ dx នេះអានគុំពាក្យទេនឹងគុំទេប្រាអានគុំពាក្យទេលើអានគុំពាក្យទេឃើញមិនអានគុំពាក្យទេនេះអានគុំពាក្យទេដែរហ៊ានគឺគេឲ្យ dy លើ dx ស្មើនឹងដកx y ប្រែ x គុណ y ណាបូកជាមួយនឹង v v y ការ៉េអានេះគឺលើ y ការ៉េដែរគុំបូកជាមួយនឹង x គុណជាមួយនឹង y ជំហានទី1គឺដឹងហើយថាផ្លូវដើរទី1នោះគឺយើងយក y ស្មើនឹង vx អញ្ចឹងនាំឲ្យ dy លើ dx វាស្មើនឹងដកឃើញថា y ហ្នឹងដោយជួសទៅ vx បាននេះយើងបាន x គុណជាមួយនឹង vx បូកឲ្យ vx លើកជាការ៉េដោយសារ y ហ្នឹងលើកជាការ៉េដែរអញ្ចឹងយើងជួសពេលជួស y ជួសឡើង vx ចូលឡើង y បាន vx លើកជាការ៉េ vx លើកជាការ៉េដែរនេះក៏ចឹងដែរដោយសារ y យើងគឺលើកជាការ៉េបាន vx លើកជាការ៉េដែរនេះបូកឲ្យ x គុណជាមួយនឹង vx ដោយសារ y ហ្នឹងគឺគេថា x គុណ y ចឹង x នៅដើរទេ y យើងជួសដោយ vx បានគឺតបពីមកបាននេះយើងទី x ជាកតាមកបាន v បូក v បូក v ការ៉េនេះទី x ការ៉េដែរយើងបាន v ការ៉េបូក v តបមកយើងទូតបពីមកយើងសម្រួលបានគេញ៉ាបអត់នៅសម្រួលណាទេនៅក្នុងដើរទេប៉ុន្តែនេះវាឃើញថាវាដូចគ្នាតែប៉ុណ្្នឹងអាចត្រឡប់បានគឺទៅមួយណា v បូក v បូក v ការ៉េអានេះ v ការ៉េបូក v អញ្ចឹងមានថាយើងអាចត្រឡប់បានអាចថាយើងទាញអាចទាញ v នេះវិញអា v ហ្នឹងវាដូចគ្នាសម្រួលចោលខ្ញុំឃើញសញ្ញាដកអស់សម្រួលចុះសល់1អញ្ចឹងសញ្ញាដកហ្នឹងគេបានដក1អាដក1ហ្នឹងគឺជាអនុគមn យើងតាំងពី n v ថាតាំងអនុគម v តែយើងមើលឃើញ v ធម្មតាយើងឃើញ v តែនេះវាយើងពេលយើងដល់ថាយើងអាចសម្រួលបានយើងអាចឃើញ v ប្រកាន់អីដែរយើងសម្រួលបានយើងយកទៅអញ្ចឹងចានេះអនុគម n v យើងណាវងទី2មកផ្លូវដើរទី2យើងណាតែខ្ញុំផ្លូវដើរទី2យើងគឺ n v នឹងអនុគម v ស្មើនឹង x dv លើ dx បូក v នេះគឺជាគួរនៃការសរសេរយើងត្រូវសរសេរបែបហ្នឹងដើម្បីញ៉ាទេវាបើមិនយើងមិនសរសេរបែបហ្នឹងទេយើងមិនដឹងដោះស្រាយតាមណាទេពីក្បួនញ៉ាទេវាបែបនេះវាមានចម្រិតផ្សេងពីហ្នឹងណាយើងបាននេះគេដកមួយអង្គ nv យើងគឺ x dv លើ dx បូក v នេះគឺរូបមន្តវាអានេះក៏ជារូបមន្តអានេះវារៀងរកបាន
រកបានយកមិនដាក់នៅកន្លែងហ្នឹងអានេះគឺ9យើងនេះយើងទៅសរសេរបែបហ្នឹងវាមានមកពីណាទៀតហ្នឹងយើង4វាញាក់ទេតបយើងបោះវេទៅនោះបើសារអាដកមួយក៏ជាអានគុំវេដែរតែយើងពេលនេះវាអត់ឃើញវេតែវាសម្រួលបានបើករណីសម្រួលប្រហែលទេយើងឃើញប្រាប់ថាយើងឃើញវេហ្នឹងយើងអាចមើលឃើញវេនេះយើងមើលឃើញឃើញដកមួយតែសារវាសម្រួលអស់តែអាដកមួយក៏ជាអានគុំវេដែរតែឃើញតែអត់ដល់វេប្រហែលថាអានគុំវេបានដកមួយស្មើនឹង x d v លើ x បូក v ត្រូវចាំតបយើងបោះ v ទៅនោះមកបូក v បោះដក v ដកមួយដក v ស្មើនឹង x dv លើ dx x dv លើ dx គឺអត់មានធ្វើអីទេនៅរក្សានឹងដែលដើម្បីញែកវាបន្តទៀតនេះឃើញថាយើងញែកបាននេះគេយើងញែកបើថាយើងញែកហ្នឹងញែក x ទៅម្ដុំ y ទៅម្ដុំតែ x nó អង្គទីម៉ានប្រហែលនេះអង្គទី1នេះអង្គទី2នេះខាងមុខសញ្ញាដកនេះគឺអង្គទី1នេះអង្គទី2យកអា d យើងឲ្យវា x វាទៅអង្គនេះក៏បានឲ្យ x ទៅអង្គនេះក៏បានទេសងលើធ្វើខ្លួនឯងថាវាងាយញែកទៅណាតំណៃតាមហ្នឹងទៅបាននេះមកដកមួយដក v dx ទៅស្មើនឹង x dv បាទហ្នឹងយើងមើលអាមុនហ្នឹងយើងញែកបានប៉ុណ្ណាពេលនេះញែកបាននេះយើងគុណ dx ទៅមុខ x នេះអត់គុណទេ x dv ដែរ x dx នេះបោះទៅនោះយើងមិនរៀងគុណយើងបានប៉ុណ្ណាបាទនេះបានប៉ុណ្ណាបន្ទាប់ពីយើងចាប់ផ្ដើមញែកវាបាននេះយើងបាន1លើ dx 1លើ x dx ស្មើនឹង1ដក1ដក v dv ហ្នឹងមើលថាយើងញែកយើងបោះនេះឃើញនេះ dx យើងនៅហ្នឹងយើងចង់បាន x ហ្នឹងនៅអង្គទី1យើងចង់បាន x អង្គទី2ក៏បានដែរអត់ជាបញ្ហាទេតែយើងឃើញថា dx នេះខាងហ្នឹងស្រាប់អញ្ចឹងយើងបោះបោះ x មកយើងបាននេះបោះទៅអង្គទីនេះគឺយើងបានដកនេះ1លើគឺយើងបានចែកមិនថាបោះទៅគឺយើងបានចែកយើងបាន1លើចែកឲ្យ x dx ឃើញវា x អានយើងមើលទៅឃើញអានគុំ x ទាំងអស់វាអត់មានជាប់ v ជាប់អីណាអានេះគឺយើងឃើញថាមានអានគុំ v គឺយើងបោះអានេះមកមកបាននេះនេះបោះទៅវាអស់ហើយសល់តែ1ទៀតអានេះបោះមកវិញចែកដូចគ្នាបោះអង្គនេះគឺចែកបាន1លើ1លើដក1ដក v dv ឃើញថាអានគុំ v នេះអានគុំ v គឺវាយើងថាយើងចូលក្នុងតម្រងបិណ្ឌយើងណាតម្រងយើងអីគេតម្រងយើងណែជំហានទី3យើងឃើញយើងមើលឃើញប៉ុណ្ណឹងយើងឃើញថាអានេះអង្គទី1អានគុំ v ស្មើនេះអង្គទី2គឺអានគុំ x តែអានគុំ x នៅអង្គនេះក៏បានអង្គនេះក៏បានអានគុំ x មិញប៉ុន្តែយើងឃើញថាអានគុំ x នៅអង្គទីនេះអង្គទី1អានគុំ v អង្គទីនេះវាអត់ជាបញ្ហាទេសំខាន់ឲ្យវាញែកទៅម្ដុំអានេះអានគុំ v នេះនៅអង្គទី2ក៏បានអានគុំ x នៅអង្គទី1ក៏បានវាអត់ជាបញ្ហាទេអ្វីបញ្ហាគឺយើងត្រូវតែញែកវាចេញយើងញែកគេចូលទម្រង់បានអានោះទម្រង់ទី3កន្លែងនេះគឺជាជំហានទី3យើងមើលឃើញយើងមើលឃើញថានេះ v នេះ v វាអត់មានជាប់ vx ទេណា x ទៅម្ដុំ v ទៅម្ដុំបានប៉ុណ្ណឹងយើងពាក់អង្គទីក្រានសងខាងមកបានមួយអង្គទីក្រាននៃ1លើ1លើ x dx ស្មើនឹងអង្គទីក្រាននៃ1លើដក1ដក v dv នេះដកទីចេញបានទីចេញមកយើងចែកទីចេញមកបាននេះគេទីសញ្ញាដកចេញគឺយើងនេះទីដកចេញនេះទីដកចេញដែរសំបូកភាសាពេលយើងគុណបញ្ចូលវិញអានេះគេសញ្ញាដកនេះគឺគុណពី1នេះបានដក1សញ្ញាដកនេះគុណជាមួយនឹងបូកវិញបានដកវាភាសាដកគុណជាមួយនឹងបូកបានដកទេពេលយើងគុណបញ្ចូលទៅគឺយើងបានដូចដើមនេះយើងគុណប្រកបនេះយើងបានប៉ុណ្ណឹងយើងដោះយើងគណនាអង្គទីក្រានមកបាននេះគេបានលិន x បូកជាមួយ c អង្គភាសាអង្គទីក្រានទី1អង្គទី2នេះគឺយើងបានដកលិន1បូក v បូកនឹង c ដែរតបមកបាននេះយើងបោះមក c ដែរបោះទៅមួយបាន c ដែរដក c អង្គតែនឹង c នេះលិន x មិនដែរទេអានេះគឺដកលិន1បូកជាមួយ y លើ x ដោយសារយើងតាំង y ស្មើនឹង vx តាំងដំបូងគេយើងមកតាំង y ស្មើ vx ទាញរក v នេះបានប៉ុណ្ណឹងណា v នេះគឺវាស្មើនឹង y បូកជាមួយនឹង c គឺជាចម្លើយនៃសមីការ differential ប៉ុនយើងដោយសារ c នេះវាស្មើនឹង c ដែរដល់ជាមួយនឹង c អយើងបោះ c អទៅនោះតែនេះគឺជាចម្លើយប៉ុនយើងមិនមែនប៉ុណ្ណឹងទេ